សម្រែកជួយសង្គ្រោះជីវិតនាយក្រិនបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់រហូតដល់វង្វេងវង្វាន់លែងដឹងខ្លួនខណៈពេលដែលកូនតូចៗចំនួន3នាក់នៅក្បែរមើលថែទាំទាំងកំសត់ពិតជាគួរឲ្យរំជួលចិត្តយ៉ាងខ្លាំងខណៈពេលដែលអតីតតារាកំប្លែងដ៏ល្បីឈ្មោះលោកទេសជនហៅនាយក្រិនកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏អាសន្នបន្ទាប់ពីជំងឺរលាកត្រចៀកខាងឆ្វេងយ៉ាងធ្ងន់ធ្ងរដែលធ្វើឲ្យលោកបានបាត់បង់ស្មារតីនិងវង្វេងវង្វាន់មិនស្គាល់សូម្បីតែមិត្តភក្តិជិតស្និទ្ធស្ថានភាពនេះមិនត្រឹមតែជាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺប៉ុណ្ណោះទេប៉ុន្តែវាក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារដែលមានកូនតូចជាអ្នកមើលថែទាំដោយផ្ទាល់តារាកំប្លែងដែលមានរូបរាងតូចល្អិតលោកទេសជនហៅនាយក្រិនគឺជាអតីតតារាកំប្លែងដ៏ល្បីឈ្មោះនៅក្នុងក្រុមរបស់នាយកុយដែលបានធ្លាក់ខ្លួនឈឺដោយសារតែជំងឺរលាកត្រចៀកខាងឆ្វេងធ្ងន់ធ្ងរបណ្ដាលឲ្យមេរោគរាលដាលចូលទៅក្នុងឈាមនិងប៉ះពាល់ទៅដល់ខួរក្បាលរហូតធ្វើឲ្យលោកមានការវង្វេងវង្វាន់សន្លប់លែងដឹងខ្លួនបើតាមរបាយការណ៍លោកត្រូវបានក្រុមគ្រួសារសាច់ញាតិនិងមិត្តអ្នកសិល្បៈបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនមួយនៅក្រុងបាត់ដំបងកាលពីយប់ថ្ងៃទី10ខែមិនិនាឆ្នាំ2026មុននឹងបញ្ជូនបន្តទៅព្យាបាលនៅឯរាជធានីភ្នំពេញនៅរសៀលថ្ងៃទី11ខែមិនិនាឆ្នាំ2026បើតាមប្រភពពីតារាសម្ដែងលោកសាវិនហ្វីលីបបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី11ខែមិនិនាឆ្នាំ2026ថាពេលនោះនាយក្រិនកំពុងតែសម្រាកព្យាបាលនៅគ្លីនិកសវណ្ណនៅក្រុងបាត់ដំបងខេត្តបាត់ដំបងហើយលោកវេជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់ថាលោកមានជំងឺរលាកប្រអប់ត្រចៀកខាងឆ្វេងធ្ងន់ធ្ងរបង្កឲ្យមេរោគកើនឡើងយ៉ាងច្រើននិងមានការសង្ស័យថាមេរោគបានរាលដាលចូលទៅក្នុងឈាមនិងប៉ះពាល់ដល់ខួរក្បាលលោកសាវិនហ្វីលីបបាននិយាយថាពេលខ្ញុំទៅជួបនាយក្រិនគាត់មានអាការៈវង្វេងវង្វាន់មិនស្គាល់ខ្ញុំទេខ្ញុំគិតថាប្រសិនបើទុកគាត់នៅព្យាបាលនៅគ្លីនិកខេត្តយូរទៀតអាចនឹងបង្កគ្រោះថ្នាក់ដល់ជីវិតដូច្នេះខ្ញុំក៏បានស្នើសូមឲ្យក្រុមគ្រូពេទ្យធ្វើការបញ្ជូនរូបគាត់មកសង្គ្រោះនៅរាជធានីភ្នំពេញពេលមកដល់រាជធានីភ្នំពេញនឹងមានតារាកំប្លែងអ្នកនាងប្រំព្រៃនិងមិត្តអ្នកសិល្បៈផ្សេងទៀតចាំជួយមើលថែនាយក្រិនមើលទៅកំសត់ណាស់គ្មានអ្នកមើលថែគាត់នៅក្នុងមន្ទីរពេទ្យទេក្រៅតែពីកូនតូចទាំង3នាក់របស់គាត់ដោយឡែកបើតាមប្រភពពីកូនរបស់នាយក្រិនបានដឹងថាមុនពេលដែលលោកឈឺធ្ងន់ប្រហែលជា2ថ្ងៃឪពុករបស់ខ្លួនបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយដោយមានអាការៈក្តៅខ្លួនខ្លាំងបន្ទាប់ពីអាការៈធូរស្រាលលោកក៏បានធ្វើដំណើរមកកាន់ខេត្តបាត់ដំបងវិញប៉ុន្តែទៅដល់មិនយូរក៏ធ្លាក់ខ្លួនឈឺតែម្ដងកូនរបស់លោកបានបន្តទៀតថាក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថាស្ថានភាពជំងឺមានលក្ខណៈធ្ងន់ធ្ងរដោយលោកមានអាការៈវង្វេងមិនស្គាល់អ្នកណាទាំងអស់ព្រោះតែការរលាកត្រចៀកធ្ងន់ធ្ងរដែលបណ្ដាលឲ្យមេរោគរីករាលដាលដោយសារតែស្ថានភាពនេះត្រូវការប្រើថ្នាំខ្លាំងនិងមានតម្លៃថ្លៃដែលអាចចំណាយជាង$100នៅក្នុងមួយថ្ងៃប្រសិនបើមិនព្យាបាលទាន់ពេលអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតដូច្នេះក្រុមគ្រួសារត្រូវតែសម្រេចចិត្តបញ្ជូនមកកាន់រាជធានីភ្នំពេញដើម្បីព្យាបាលបើតាមប្រភពពីលោកសាវិនហ្វីលីបក៏បានប្រាប់ឲ្យដឹងដែរថាបន្ទាប់ពីទទួលបានដំណឹងថានាយក្រិនឈឺធ្ងន់លោកឧត្តមសេនីយ៍តូហ៊ុនកំជាតិនិងលោកជំទាវហដណាក៏បានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនចំនួន$1000ដើម្បីសម្រួលដល់ការព្យាបាលក្រៅពីនេះក៏មានបង
ប្អូនសប្បុរសជនមួយចំនួនផ្សេងទៀតក៏បានជួយឧបត្ថម្ភជាបន្តបន្ទាប់ផងដែរនៅរសៀលថ្ងៃទី11ខែមីនាឆ្នាំ2026លោក Savin Philip ក៏បានរៀបចំបញ្ជូននេក្រិនតាមរយៈរថយន្តសង្គ្រោះរបស់ Clinic សវណ្ណពីក្រុងបាត់ដំបងមកកាន់រាជធានីភ្នំពេញដើម្បីធ្វើការសង្គ្រោះជីវិតជាបន្ទាន់គួរជម្រាបជូនដែរថាតារាកំប្លែងនេក្រិនមានវ័យជាង40ឆ្នាំនិងធ្លាប់បានបែកបាក់គ្រួសារប្រពន្ធទី1របស់លោកមានឈ្មោះថាហិនចន្ទធឿនហៅសុវណ្ណរាមានកូនម្នាក់នៅខេត្តព្រះសីហនុចំណែកឯភរិយាទី2មានឈ្មោះថាយ៉ាយ៉ានៅរាជធានីភ្នំពេញដែលមានកូនជាមួយគ្នាចំនួន3នាក់ប្រុស2នាក់និងស្រីម្នាក់បច្ចុប្បន្ននេក្រិនកំពុងតែខិតខំរកស៊ីនិងធ្វើការងារសិល្បៈដើម្បីបានប្រាក់កម្រៃចិញ្ចឹមកូននិងដោះបំណុលរាប់ម៉ឺនដុល្លារក៏ប៉ុន្តែជាអកុសលក៏បានធ្លាក់ខ្លួនឈឺធ្ងន់បែបនេះក្រោយទទួលបានដំណឹងនេះមហាជននិងអ្នកសិល្បៈជាច្រើនក៏បានសម្ដែងនៅក្តីអាណិតអាសូរនិងសូមបួងសួងឲ្យនេក្រិនឆាប់បានជាសះស្បើយបន្ថែមលើសពីនេះកាលពីថ្ងៃទី10ខែមីនាឆ្នាំ2026មហាជននៅលើបណ្ដាញសង្គមក៏បានបង្ហាញនៅក្តីព្រួយបារម្ភបន្ទាប់ពីបានឃើញលោក Savin Philip ធ្វើការជូនដំណឹងអំពីស្ថានភាពសុខភាពរបស់នេក្រិនក្រោយពេលបញ្ជូនមកដល់រាជធានីភ្នំពេញនេក្រិនត្រូវបានបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាឡាម៉ែតតារាកំប្លែងអ្នកនាងប្រំព្រៃដែលជាអ្នកមើលថែទាំបានប្រាប់ឲ្យដឹងថាគិតមកត្រឹមយប់ថ្ងៃទី11ខែមីនាលោកបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយស្ថានភាពជំងឺមានភាពធូរស្រាលជាងមុនបន្តិចមានកម្លាំងឡើងវិញក៏ប៉ុន្តែអាការៈវង្វេងវង្វាន់នៅមិនទាន់ធូរស្រាលនៅឡើយទេបច្ចុប្បន្ននេះលោកវេជ្ជបណ្ឌិតក៏បានយកឈាមរបស់លោកទៅធ្វើការពិនិត្យបន្ថែមដើម្បីតាមដានអំពីស្ថានភាពជំងឺចំណែកឯព័ត៌មានដែលថាមេរោគបានរាលដាលចូលដល់ឈាមនិងខួរក្បាលគឺនៅមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយក៏ប៉ុន្តែជំងឺដែលច្បាស់នោះគឺការរលាកត្រចៀកខាងឆ្វេងធ្ងន់ធ្ងរតារាកំប្លែងអ្នកនាងប្រំព្រៃក៏បានបញ្ជាក់ដែរថានាងនឹងជូនដំណឹងបន្ថែមទៀតទៅកាន់បងប្អូនមហាជននៅពេលដែលទទួលបាននៅព័ត៌មានថ្មីពីសំណាក់ក្រុមគ្រូពេទ្យនិងលោកវេជ្ជបណ្ឌិតរឿងរ៉ាវរបស់តារាកំប្លែងនេក្រិនគឺជាសក្ខីភាពមួយនៃជីវិតសិល្បករដែលធ្លាប់តែផ្ដល់នៅស្នាមញញឹមចែកជូនដល់មហាជនប៉ុន្តែបែរជាត្រូវមកជួបទុក្ខលំបាកនាពេលនេះដោយសារតែការធ្លាក់ខ្លួនឈឺធ្ងន់រូបភាពដែលកូនតូចនៅក្បែរក្រែអ្នកជំងឺក្នុងពេលដែលលោកឪពុកមិនដឹងខ្លួនពិតជាធ្វើឲ្យយើងគ្រប់គ្នាមានការខ្លោចចិត្តជាទីបំផុតនេះជាពេលវេលាដែលសិល្បករខ្មែរនិងបងប្អូនសប្បុរសជនត្រូវតែរួមដៃគ្នាដើម្បីជួយសង្គ្រោះជីវិតតារាកំប្លែងរូបនេះឲ្យឆ្លងផុតដំណាក់កាលដ៏គ្រោះថ្នាក់នេះផងក្នុងនាមយើងខ្ញុំជាអ្នកគាំទ្រនិងបងប្អូនមហាជនខ្មែរយើងខ្ញុំក៏សូមបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកឲ្យជួយថែរក្សាបីបាច់និងប្រោះព្រំជូនដល់នេក្រិនឲ្យបានឆាប់ជាសះស្បើយពីជំងឺទាំងឡាយទាំងពួងនិងសូមឲ្យមេរោគដ៏សាហាវទាំងឡាយរលាយសាបសូន្យនិងឲ្យលោកមានស្មារតីរឹងមាំឡើងវិញនៅក្នុងពេលដ៏ឆាប់នេះសូមជូនពរឲ្យក្រុមគ្រួសារជាពិសេសកូនរបស់លោកមានកម្លាំងចិត្តខ្ពស់ក្នុងការជំនះរាល់ឧបសគ្គដ៏លំបាកនេះហើយក៏សូមថ្លែងអំណរគុណចំពោះលោក Savin Philip តារាកំប្លែងអ្នកនាងប្រំព្រៃនិងបងប្អូនសប្បុរសជនទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនិងថវិកាក្នុងការជួយសង្គ្រោះភ្លាមនេះសង្ឃឹមថាស្នាមញញឹមរបស់នេក្រិននឹងវិលត្រឡប់មកវិញក្នុងពេលដ៏ឆាប់ខាងមុខនេះ